ធ្លាប់មានក្តីសម័យថាចង់បើកហាងកាហ្វេប៉ុន្តែឥឡូវទទួលស្គាល់ការពិតហើយនៅសល់ផ្លូវវែងឆ្ងាយទៀតត្រង់តែបើកហាងកាហ្វេបានទោះឥឡូវអត់មានសមត្ថភាពអាចបើកហាងបានក៏មានសមត្ថភាពអាចចែកកាហ្វេជូនអ្នកមើលវីដេអូខ្ញុំដែរហើយមិនកាហ្វេលំឯណាគឺកាហ្វេ brand គឺជាប់លេខ1នៅតៃវ៉ាន់ហាងកាហ្វេនៅម្ដុំចំពោះវ៉ាន់នេះឈ្មោះថា Luisa អាលឿនណាគឺម៉ាស៊ីនកាហ្វេដែលមានតម្លៃស្មើកូនវីឡាមួយអញ្ចឹងកាហ្វេដែលគាត់លក់គឺគាត់ link នៅក្នុងហាងផ្ទាល់តែម្ដងដែលធ្វើឲ្យគុណភាពកាហ្វេហ្នឹងគឺខ្ពស់មែនតើទាំងក្លិននិងរសជាតិប៉ុន្តែតម្លៃអត់មានលើសគេទេបងប្អូនថ្ងៃហ្នឹងគាត់បានហៅខ្ញុំទៅ workshop កាហ្វេគាត់ហិតកាហ្វេពី3មុខផឹកផងអីផងនិយាយទៅចង់វិលដែរហ្នឹងប៉ុន្តែពេលយើងបានប៉ះបានស្ទាបបានហិតក្លិនទៅបានដឹងថាគុណភាពគេខ្ពស់មែនគឺគាត់ control គុណភាពពីខុបកាហ្វេនៅបៃតងរហូតដល់ខ្លាចជាកាហ្វេដែលយើងផឹកនៅក្នុងកែវហ្នឹងមកហើយវាក៏ជាលើកទី1ដែរដែលខ្ញុំដឹងថាខុបកាហ្វេ original គេហ្នឹងគឺពណ៌បៃតងមិនមែនពណ៌ត្នោតឬក៏ពណ៌កាហ្វេដែលយើងអាសាឃើញហ្នឹងទេអាពួកហ្នឹងគឺ link ហើយគាត់ក៏ឲ្យ PR box របស់ខ្ញុំដែរប៉ុន្តែខ្ញុំសូមជូន event នៅក្នុង PR box ហ្នឹងទៅកាន់អ្នកទាំងអស់គ្នាវិញដោយសារមួយរយៈមុនគឺខ្ញុំបាត់ខ្លួនពី social media ហើយខ្ញុំទៅមកវិញទេហើយពេលខ្ញុំមកវិញលើកនេះក៏នៅតែមានអ្នកគ្រប់គ្រងមានអីអញ្ចឹងដែលខ្ញុំ grateful មែនតើចំពោះទឹកចិត្តអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមឲ្យអាហ្នឹងទៅអ្នកទាំងអស់គ្នាវិញគាត់តែអ្នកទាំងអស់គ្នា comment មកអីក៏បានដែរកុំឲ្យតែ comment ជេរខ្ញុំមិនថានៅក្នុង Facebook IG TikTok អីទេខ្ញុំនឹង random select 3នាក់ម្នាក់បាន voucher កាហ្វេ5កែវម្នាក់ទៀតបានដបទឹក brand ដ៏ស្រស់ស្អាតរបស់ Luisa មកហើយម្នាក់ទៀតបានកាហ្វេកញ្ចប់គាត់ដែលជាកញ្ចប់ brand ណាបងប្អូនគ្នាមិនកាហ្វេកញ្ចប់មួយកញ្ចប់5600ទេគឺខ្ញុំឲ្យ4កញ្ចប់ទៀតបងប្អូនអញ្ចឹងមានតែ3មុខហ្នឹងទេប៉ុន្តែពេលខ្ញុំបាន PR box កាន់តែច្រើនជាងនឹងបាន follower ច្រើនអីអញ្ចឹងខ្ញុំនឹងបន្តចែកទៅឲ្យអ្នកទាំងអស់គ្នាទៀតដោយសារខ្ញុំ grateful មែនតើគឺខ្ញុំអរគុណអ្នកទាំងអស់គ្នាហើយខាងហាងផ្ទាល់ក៏មានចែកភេសជ្ជៈចំនួន100កែវដែល free ដែរគឺថ្ងៃទី2ខែ5គឺថ្ងៃសៅរ៍នេះឯងចាប់ពីម៉ោង2ល្ងាចទៅអញ្ចឹងកុំភ្លេចទៅទាំងអស់គ្នាអត់ទេរសជាតិកាហ្វេគាត់គឺយើងញ៉ាំទៅយើងដឹង quality ហ្មងទោះភេសជ្ជៈខ្លះវាដិតពេកឬក៏វាស្រាលពេកខុសពីអីដែលយើងអាសាផឹកប៉ុន្តែយើងនៅតែដឹងថាជាគុណភាពកាហ្វេមួយដ៏ល្អហើយគាត់ក៏មានលក់ប្រភេទអាហារអីផ្សេងៗដែរខ្ញុំភ្លេចឈ្មោះភ្លេចអីអស់ហើយគាត់និយាយរាប់មកកណោប៉ុន្តែដឹងថាសាច់គាត់នឹងត្រាំជាមួយនឹងស្រាតែពាំងបាយជូរទៀតអញ្ចឹងញ៉ាំទៅគឺវាចូលចិត្តគ្នាល្អមែនតើខ្ញុំមិនដឹងថាមកពីពេលខ្ញុំញ៉ាំហ្នឹងខ្ញុំបានញ៉ាំអីផឹកឬក៏មិនទេប៉ុន្តែរសជាតិស្លាំងវិចគាត់គឺឆ្ងាញ់បើភេសជ្ជៈខ្ញុំស្រឡាញ់អាកាហ្វេអាឡឹកនេះជាងគេមួយម៉ាត់ដំបូងដូចទឹកអាឡឹកធម្មតាពេលចុងមាត់គឺមានរសជាតិកាហ្វេ